ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះមកតាមវីដេអូបងអ្នក review ដែរហាងកាហ្វេល្បីមួយជាប់មាត់ទន្លេនៅក្នុងតាខ្មៅយើងហ្នឹងហាងកាហ្វេនេះមានឈ្មោះថាគ្រួសំរោងហាងកាហ្វេនេះនៅជិតស្ពានព្រែកសំរោងហ្មងនៅក្នុងគ្រួសំរោងនេះមិនត្រឹមមានលក់តែកាហ្វេក៏មានលក់បាយម្ហូបកាទៀវដែរណាសម្រាប់ទ្រីងក៏មានច្រើនមុខហើយសុទ្ធតែតម្លៃសមរម្យទាំងអស់នៅគ្រួសំរោងនេះអត់ខ្វះកន្លែងអង្គុយណាព្រោះនៅនេះហាងធំខ្លាំងសម្រាប់កន្លែងអង្គុយមានទាំង indoor និង outdoor សម្រាប់បងប្អូនដែលចូលចិត្តម៉ាស៊ីនត្រជាក់អាចអង្គុយនៅក្នុង indoor បានតែសម្រាប់បងប្អូនដែលចូលចិត្តបរិយាកាសខ្យល់ទន្លេជាមួយនឹងធម្មជាតិអីអង្គុយខាងក្រៅដឹងតែត្រូវហ្មងមកយើងនិយាយពីរឿងមួយទៀតមកហាងកាហ្វេបែបហ្នឹងតែងតែចង់ថតរូបឲ្យត្រូវអត់នៅគ្រួសម្រោងនេះអត់ខ្វះកន្លែងថតរូបទេណាប្លង់និយាយពីច្រើននិយាយទៅសិតតែប្លង់គុណភាពហ្មងសម្រាប់សេវាកម្មវិញចំពោះខ្ញុំល្អខ្លាំងរបស់កលិតទាំងអស់ដែលបានជួបភ្ញៀវតែទៅញញឹមហើយនិយាយសួរស្ដីមកកាន់ភ្ញៀវហ្មងរឿងមួយនេះគ្រួសម្រោងធ្វើបានល្អមែនតើហើយបើនិយាយពីកន្លែងអង្គុយវិញខ្ញុំឆ្លាញ់កន្លែងនេះខ្លាំងអង្គុយញ៉ាំកាហ្វេនិយាយគ្នាលេងមើលទេសភាពទឹកទន្លេមើលស្ពានអូតិចភ្នែកខ្លាំងហើយមកដេតគ្នាអីវិញអូយត្រូវហ្មងតែចែកដល់អីខ្ញុំមកម្នាក់ឯងចឹងខ្ញុំអង្គុយខាងក្នុងទៅឥឡូវយើងមកនិយាយពីរសជាតិអាហារនិងរសជាតិកាហ្វេវិញហើយខ្ញុំបានកំងបាយឆាលោកលាក់សាច់គោបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងក៏តំណងដែរត្រូវជាពិសេសហាសាច់គោអត់តាញ់នេះអូឆ្ងាញ់ហ្មងសាច់គោអត់ស្វិតហើយឆាចូលជាតិគ្នាល្អហ្មងនិយាយទៅឆ្ងាញ់ហ្មងសម្រាប់លោកលាក់សាច់គោមួយទៅហាន់សាច់គោដូចគ្រាប់លោកលាក់ចឹងបានឆ្ងាញ់បើហាន់ស្ដើងធម្មតាអត់ឆ្ងាញ់ទេបងប្អូនមើលតែចានណាដឹងហើយញ៉ាំឡើងអស់បោះចានហ្មងអស់មួយចានហ្នឹងចង់ស្ទើរទៀតហើយបើនិយាយពីរឿងកាហ្វេវិញខ្ញុំកំងកាហ្វេប្រមន់ណាហើយកាហ្វេហ្នឹងខ្ញុំកំងតាមអូនអ្នកកំងខ្ញុំហ្នឹងគាត់ថាហ្នឹងឆ្ងាញ់ចឹងខ្ញុំយកហ្នឹងតាមគាត់ទៅសម្រាប់ខ្ញុំរសជាតិកាហ្វេឆ្ងាញ់អាចទទួលយកបានចឹងចុងសប្តាហ៍អត់ចង់ទៅណាឆ្ងាយមកទៅតាមគ្រួសម្រោងតាខ្មៅយើងហ្នឹងក៏ relax ដែរសម្រាប់ទីតាំងច្បាស់លាស់ចាំខ្ញុំដាក់ Google Map ជូនណាអរគុណសូមជម្រាបលាបាយបាយ